ខ្ញុំមានវាក់សាំងការពារថ្លើម3ហើយហេតុអីបានកើតមហារីកថ្លើមទៀតអញ្ចឹងណាហើយខ្ញុំបានចាក់វាក់សាំងការពារមហារីកមាត់ស្បូនហើយហេតុអីបាននៅកើតមហារីកទៀតហ្នឹងជូនជាយោបល់អញ្ចឹងគឺថាវាក់សាំងគាត់កាត់បន្ថយហានិភ័យនៃការកកើតជំងឺប៉ុន្តែយើងត្រូវរៀនរស់នៅអនាម័យសុខភាពជួបគ្រូពេទ្យ check up សុខភាពពិនិត្យសុខភាពជាទៀងទាត់ទទួលប្រឹក្សាបានទៀងទាត់បន្តទៀតរោគមហារីកនៅដំណាក់កាលដំបូងគឺជារឿងសំខាន់កាលណាឃើញនៅដំណាក់កាលដំបូងឆាប់ព្យាបាលចំគោលដៅឱកាសជាដាច់សឹងតែ100ទាំង100តែបើយើងពយឺតពយាទុកឲ្យកាន់តែធ្ងន់អាហ្នឹងតាឱកាសជាកាន់តែតិចដោយប្រសាសន៍របស់មន្ត្រីក្រសួងសុខាភិបាលយើងអញ្ចឹងលោកលើកទឹកចិត្តធ្វើឲ្យប្រជាពលរដ្ឋរបស់យើងខ្នះខ្នែងឆាប់ឆែកសុខភាពហើយរោគមហារីកនៅដំណាក់កាលដំបូងបានទទួលការព្យាបាលទៅឱកាសជាដាច់សឹងតែ100ទាំង100ទាំងអស់គ្នាអញ្ចឹងជូនពរសុខភាពល្អទាំងអស់គ្នា